ព្រោះរឿងដូចខ្ញុំនិយាយចឹងគាត់តែខ្ញុំលើកឧទាហរណ៍3 4គោលដៅហើយជាពិសេសអ្នកដែលរស់នៅតាមព្រំដែនគាត់ត្រូវការស្ថិរភាពប្រជាពលរដ្ឋត្រូវការត្រឡប់ទៅផ្ទះសម្បែងកុំឲ្យមានភ័យភ្នែកកញ្ចឹងកនៅក្នុងការមិនដឹងថ្ងៃណាត្រូវត្រឡប់រត់ចេញពីនោះមកវិញទៀតអញ្ចឹងរាជរដ្ឋាភិបាលដរាបណានៅមានជំរឿសដែលអាចដោះស្រាយបានដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗដោយមិនចាំបាច់បង្កភាពឈឺចាប់ស្លាប់របួសខ្ទេចខ្ទាំទៅដល់ប្រជាពលរដ្ឋយើងត្រូវប្រើវិធីសាស្ត្រនោះហើយនេះហើយដែលរាជរដ្ឋាភិបាលបានយើងមានកិច្ចព្រមព្រៀងបទជប់បាញ់កាលពីថ្ងៃទី7 ខែ 12ហើយក្នុងនោះក៏មានចែងច្បាស់អំពីការប្រើប្រាស់យន្តការព្រំដែន JBC ដើម្បីយើងធ្វើការវាស់វែងទៅមុខប៉ុន្តែមិនទាន់កើតនៅឡើយដោយសារនៅប្រទេសថៃមានការបោះឆ្នោតប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលនឹងត្រូវប្រើដើម្បីធានានៅសន្តិភាពរវាងប្រទេសទាំងពីរឲ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរកុំឲ្យមានការលំបាកដូចរយៈពេល6 ខែកន្លងមកនេះហើយយើងរកវិធីដោះស្រាយដើម្បីបញ្ចប់ចំនួនដើម្បីកុំឲ្យទុកជាមរតកឲ្យកូនចៅរបស់យើងជំនាន់ក្រោយចឹងពាក់ព័ន្ធទៅនឹងការដោះស្រាយព្រំដែននេះខ្ញុំជឿថាមានទស្សនៈខុសគ្នាវិធីសាស្ត្រខុសគ្នាការយល់ឃើញខុសគ្នាបាទមានទស្សនៈដែលបងប្អូនបញ្ចេញយល់ស្របជាមួយនឹងការងារដែលរដ្ឋាភិបាលទេហើយក៏មានបងប្អូនខ្លះមិនឯកភាពទៅនៅវិធីសាស្ត្រជាសិទ្ធិរបស់បងប្អូនជាការយល់ឃើញរបស់យើងជាខ្មែរប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺរាជរដ្ឋាភិបាលនៅបន្តនឹងខិតខំដោះស្រាយការងារនេះទោះបីជាពេលខ្លះខ្ញុំសូមបញ្ជាក់ម្ដងទៀតយើងមិនបានផ្សព្វផ្សាយយើងមិនបានធ្វើសន្និសីទកសែតប្រចាំថ្ងៃឬបញ្ជាក់ថាឥឡូវយើងធ្វើអញ្ចេះវិធីសាស្ត្រដើរដោះទៅណាទៅធ្វើម៉េចអញ្ចឹងខ្ញុំសូមការយោគយល់ប៉ុន្តែអ្វីដែលសំខាន់លទ្ធផលលើដីបងប្អូនអាចឃើញបានច្រើនហើយជាពិសេសការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋរបស់យើងជនភៀសសឹកនិងតំបន់ដែលខូចខាតដោយសង្គ្រាម